ធ្វើស្អីហ្នឹងឯងមកពីណាបងប្រុសសូមជួយខ្ញុំផងខ្ញុំអាចឲ្យបងគ្រប់យ៉ាងមែនទេកុំភ្លេចពាក្យខ្លួនឯងណាកញ្ញាអង្គុយឲ្យស្រួលរួចតោងឲ្យជាប់ហើយអាអ្នកស្រីអញសួរអ្វីមួយបន្តិចមិញនេះនៅលើផ្លូវអញឃើញស្រីម្នាក់ដែលរងរបួសទេបាទបងប្រុសខ្ញុំឃើញហើយមិញមានស្រីម្នាក់រត់មកទាំងភ័យស្លន់ស្លោរត់បាត់ស្បែកជើងម្ខាងទៀតផងគាត់រត់ចូលទៅក្នុងព្រៃតូចនោះបាត់ហើយទើបតែចូលទៅមិនដល់1នាទីផងអាមេរិកហើយផែនការបរាជ័យហើយបងប្អូនទាំងអស់គ្នានាងតូចនោះរងរបួសកិច្ចមិនឆ្ងាយប៉ុន្មានទេតាមវាទៅចាប់នាងមកមានរឿងអ្វីមួយកើតឡើងបានហើយជប់លាក់ខ្លួនទៅខ្ញុំបានបន្លំបញ្ជូនពួកវាទៅឆ្ងាយហើយគឺគូស៊ីវស៊ីជន់ហ្វ្រាំងភ្លាមអាពើនោះហ៊ានលេងសាច់នឹងពួកយើងត្រឡប់ទៅវិញសម្រាប់វាចោលឲ្យអស់លោកបងអរគុណដែលបានជួយខ្ញុំកញ្ញាឆាប់ឡើងឡានទៅវិញទៅពួកគេនឹងតាមមកដល់ក្នុងពេលឆាប់នេះហើយមកឡើយចុះពីលើឡានមកអាពូតោងឲ្យជាប់កុំចេញមកក្រៅកញ្ញាកុំចុះទៅណាពួកគេមានកាំបិតខ្ញុំនឹងឲ្យលុយពួកគេអ្នកឯងប្រញាប់រត់ទៅល្អិតអញចង់ស្លាប់មែនទេសូម្បីតែមនុស្សរបស់ក្រុមហ៊ុនក៏អញហ៊ានបោកប្រាស់ដែរក្រុមហ៊ុនណានៅខេត្តលីននេះសូម្បីតែក្មេងអាយុ3ឆ្នាំក៏ស្គាល់ឈ្មោះជូជីយេដែរការដឹកជញ្ជូនថ្មការដឹកជញ្ជូនសេវាកម្មកំសាន្តគ្រប់យ៉ាងនៅទីនេះគឺសម្រេចដោយជូជីយេទាំងអស់ជឿអត់ថាត្រឹមតែពាក្យមួយម៉ាត់របស់ជូជីយេអាចធ្វើឲ្យអញនឹងមេអំបៅចាស់ដែលចិត្តងាប់នោះគ្មានសូម្បីតែដុំបាយហូបនៅខេត្តលីននេះមើលទៅពួកអញថ្ងៃនេះប្រហែលជាមិនគិតចង់ដើរចេញទៅវិញទាំងឈរទេដឹងឈួតនេះចិត្តងាប់ហើយនៅធ្វើឆ្មឹងឆ្មៃទៀតកាប់វាឲ្យងាប់ទៅបងប្អូនយើងទាំងអស់គ្នាជួបរំគ្នាទៅកំតិចអាមួយនេះចោលអញកុំចូលមកណាខ្ញុំប្រមានអញហើយខ្ញុំជាបងប្អូនធွာរបស់ជូជីយេបើអញហ៊ានប៉ះខ្ញុំជូជីយេនឹងមិនលើកលែងឲ្យគ្រួសារអញឡើយត្រឡប់ទៅប្រាប់តែគេហៅថាជូជីយេនោះចុះថ្ងៃក្រោយពេលចេញក្រៅត្រូវចេះមើលថែឆ្កែរបស់ខ្លួនបានហ៊ាននិយាយពាក្យថាអីចាស់ទៀតខ្ញុំនឹងវាឲ្យស្គាល់ដៃទៅឲ្យផុតអូនចាំមើលសិនទៅជូជីយេមិនទុកឲ្យឯងមានផ្លូវរស់ទេទៅចុះកញ្ញាដ៏ស្រស់ស្អាតទៅផ្ទះជាមួយខ្ញុំទៅអ្នកម្ដាយថ្ងៃនេះកូនត្រូវទៅខេត្តលីនឲ្យលឿនបន្តិចដើម្បីយកស្បែកក្តៅការពីម្សិលមិញទៅឲ្យគេទៅចុះប្រញាប់ទៅបើកបោដោយប្រុងប្រយ័ត្នផងកញ្ញាគាត់មានបញ្ហាជើងទុកឲ្យម៉ាក់ជាអ្នកមើលថែគាត់នៅផ្ទះចុះនាំស្រីស្អាតមកដល់ផ្ទះទាំងពីរនាក់ត្រូវចេះមើលថែគេឲ្យល្អដឹងទេជូជីយេគឺនៅទីនេះឯងអ្នកបើករថយន្តដឹកទំនិញចាស់ម្នាក់នោះគឺរស់នៅទីនេះនៅក្នុងតំបន់នេះអ្នកណាដែលហ៊ានប៉ះមនុស្សរបស់ជូជីយេពិតជាចង់ស្លាប់មែនទៅចាប់វាមកអាប្រុសនោះកាត់ដៃកាត់ជើងវាចោលឯស្រីនោះនាំខ្លួនវាមកពួកឯងជាអ្នកណាចង់ធ្វើអ្វីយាយចាស់កូនប្រុសរបស់ឯងកាលពីម្សិលមិញធ្វើខ្លួនខ្លាំងណាស់មិនមែនឬវាណែណាឲ្យវាចេញមកកញ្ញាគូស៊ីវស៊ីសំហើយដែលរកឯងមិនឃើញតាមពិតទៅឯងលាក់ខ្លួននៅក្នុងកន្លែងដាច់ស្រយាលបែបនេះសោះជូជីយេអ្នកនៅពីក្រោយខ្នងឯងឲ្យលុយឯងប៉ុន្មានខ្ញុំឲ្យតម្លៃទ្វេដងអ្នកឯងលេងក៏ទៅមានអ្វីមកទល់នឹងខ្ញុំពីរដងកញ្ញាគូស៊ីវស៊ីចេញមកត្រូវតែមានពាក្យសច្ចាក្រុមហ៊ុនគូនឹងត្រូវបដូរម្ចាស់ក្នុងពេលឆាប់នេះពេលនេះខ្លួនឯងក៏យកខ្លួនមិនរួចដែរមានអ្វីមកឲ្យលុយទ្វេដងដល់ឯងជូជីយេកុំខាត់ពេលនិយាយជាមួយវាអីអាម្សៀលនឹងវាមិននៅផ្ទះទេពួកយើងចាប់ស្រីពីរនាក់នេះទៅមុនទៅជាពិសេសកញ្ញាគូស៊ីវស៊ីឲ្យពួកបងប្អូនសប្បាយឲ្យស្រួលខ្លួនសិនឈប់ដៃហាមធ្វើបាបកូនប្រសាខ្ញុំយាយចាស់កុំឲ្យមកពេកបុកក្រាស់មែនអ្នកម្ដាយដោយផ្ទាល់ដៃពួកឯងគ្រប់គ្នានឹងឯងបើសិនលីនត្រឡប់មកវិញគេមិនទុកពួកឯងចោលទេសិនលីននោះឬគ្រាន់តែជាអាប្រុសចង្រៃដែលបើកឡានដឹកទំនិញចាស់នោះទេបើវាហ៊ានត្រឡប់មកវិញមែនអញនឹងធ្វើឲ្យវាមើលឃើញផ្ទាល់ហើយនឹងកិនឆ្អឹងវាឲ្យខ្ទេចមួយពួកឯងមកនេះអូពួកវាចេញទៅវាកំទេចផ្ទះនេះឲ្យខ្ទេចអញចង់ឲ្យពួកឯងស្លាប់ម្នាក់នេះហើយបងប្អូនទាំងអស់គ្នាចាត់ការវាឲ្យងាប់ទៅកុំចូលមកចិត្តលោកម្ចាស់សិនជួយខ្ញុំផងកាលពីម្សិលមិញអញធ្លាប់ប្រមានអញហើយកុំប៉ះអ្នកម្ដាយសិនរបស់ខ្ញុំទៅស្លាប់ទៅលោកម្ចាស់សិនប្រយ័ត្នលោកម្ចាស់សិនសូមមេត្តាជីវិតខ្ញុំខុសទៅហើយលោកម្ចាស់សូមលោកលើកលែងឲ្យខ្ញុំលើកនេះចុះនិយាយមកនរណាជាអ្នកបញ្ជូនពួកឯងមកត្រពោចៅមកពីទីក្រុងខេត្តគឺនីចៅធានស៊ីងគាត់ចង់បានក្រុមហ៊ុនគូគាត់ចំណាយលុយឲ្យខ្ញុំមកទីនេះដើម្បីតាមសម្រាប់កញ្ញាគូស៊ីវស៊ីលោកម្ចាស់សិនខ្ញុំគ្រាន់តែជាឆ្កែស៊ីឈ្នួលគេតែប៉ុណ្ណោះសូមលោកមេត្តាលើកលែងឲ្យខ្ញុំផងទៅឲ្យឆ្ងាយបើឲ្យខ្ញុំឃើញពួកឯងម្ដងទៀតខ្ញុំនឹងយកជីវិតពួកឯង
ម៉ាក់អ្នកម្ដាយកុំអី កូនប្រសារកូនមិនអីទេមែនទេខ្ញុំមិនអីទេ មានខ្ញុំនៅទីនេះគ្មាននរណាម្នាក់អាចប៉ះពាល់អ្នកទាំងពីរបានឡើយ ល្អហើយសិនលីនឆាប់ជួយក្រុមកូនប្រសារទៅសម្រាប់ទៅអ្នកម្ដាយខ្ញុំមិនអីទេម្ដាយសប្បាយចិត្តណាស់អូយកូនអើយកូនឆាប់ដាក់ចុះទៅការងារធ្ងន់បែបនេះឲ្យកូនធ្វើបានយ៉ាងម៉េចទៅអ្នកម្ដាយមិនអីទេជើងរបស់ខ្ញុំជាសះស្បើយចិត្តអស់ហើយបើដេកតែក្នុងបន្ទប់រាល់ថ្ងៃបែបនេះឆ្អឹងឆ្អែងខ្ញុំប្រហែលជាច្រែស៊ីអស់ហើយម្យ៉ាងទៀតខ្ញុំរស់នៅទីនេះដោយមិនបានជួយការងារ កូ អ្វី ន សោះ ត្រូវតែធ្វើការខ្លះដែរ កុំនិយាយផ្ដេសផ្ដាសអីទៅហៅថាការស៊ីចុកដេកនៅផ្ទះគេកូនស្រីនាំកូនត្រឡប់មកវិញហើយកូនគឺជាសមាជិកម្នាក់ក្នុងគ្រួសារនេះម្ដាយស្រឡាញ់កូនប្រសារវាជារឿងធម្មតាបំផុតអ្នកម្ដាយនិយាយលេងទៀតហើយ ម៉ាក់កុំយកកញ្ញាគូមកនិយាយលេងអីគាត់គឺជាប្រធានក្រុមហ៊ុនធំនៅខេត្តមានទ្រព្យសម្បត្តិរាប់ពាន់លានតើអាចមកនៅជាកូនប្រសារនៅតំបន់ដាច់ស្រយាលនេះបានយ៉ាងម៉េចទៅ អ្នកបើកឡានដឹកទំនិញនឹងកូនកុំមើលងាយគេអីចុះបើជាប្រធានក្រុមហ៊ុនវិញមានប្រធានក្រុមហ៊ុនចុះមកដាំបន្លែមិនបានឬមិនអាចមកធ្វើជាកូនប្រសារគេបានឬ បាត់ដឹងហើយក ញ្ញា ចាត់ទុកថាខ្ញុំនិយាយខុសចុះ បានប៉ុណ្ណឹងបានហើយអាឡូពូសុនខ្ញុំតោះ លោកស្រីគូមិនល្អទេមានរឿងធំហើយក្រុមហ៊ុនគូចិត្តចប់ហើយ ពូសុនពូស្ងប់អារម្មណ៍សិនទៅតើវាមានរឿងអ្វីកើតឡើងខ្ញុំមិនមែនបានប្រាប់ពូឲ្យធ្វើតាមផែនការដែរដោយបញ្ជាឲ្យបើកប្រាក់ដើមទុនទេដើម្បីរក្សាទំនាក់ទំនងជាមួយអ្នកផ្គត់ផ្គង់វត្ថុធាតុដើមនៅឯទីក្រុងនោះ មិនបានការទេលោកស្រីគូចប់អស់ហើយគឺចៅធីនស៊ីងជាកូនប្រុសច្បងត្រកូលចៅគេបានចាប់ដៃគូជាមួយខេត្តលីននៅទីក្រុងនោះហើយ សូម្បីតែនៅក្នុងទីក្រុងចឹងណាក្រុមហ៊ុនយក្សផលិតវត្ថុធាតុដើមស្ទើរតែទាំងអស់ពួកគេបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមដើម្បីផ្ដាច់មុខវិស័យនេះដោយកាត់ផ្ដាច់ទំនាក់ទំនងទាំងស្រុងពីក្រុមហ៊ុនគូរបស់ពួកយើងរាល់ប្រភពផ្គត់ផ្គង់វត្ថុធាតុដើមនិងផលិតផលស្នូលទាំងអស់បិទផ្លូវទាំងស្រុងតែម្ដងនេះមិនអាចទៅរួចទេចុះក្រុមហ៊ុនផ្គត់ផ្គង់ចាស់ដែលតាមធ្វើការជាមួយប៉ារបស់ខ្ញុំជាង20ឆ្នាំនោះវិញយ៉ាងម៉េចដែរប្រសិនបើពួកគេហ៊ានសូម្បីតែខ្សាច់មួយគ្រាប់ឬកម្រិតមួយកម្រិតទីខាងទៀតនឹងប្រើប្រាស់ទុនទាំងអស់ដែលមានដើម្បីធ្វើឲ្យពួកគេខ្សែធនក្នុងរយៈពេលក្រុមហ៊ុនយក្សទាំងនោះមិនអាចទ្រាំនឹងសម្ពាធបែបនេះបានឡើយតើចៅធានស៊ីងចង់បានអ្វីឲ្យប្រកាសទៅ លោកស្រីគូនៅពេលនេះចៅធីនស៊ីងបានឲ្យគេបញ្ជូនឯកសារមួយមកឲ្យប្រសិនបើចង់ជួយសង្គ្រោះក្រុមហ៊ុនគូមុនម៉ោង12យប់នេះគេចង់ឲ្យកញ្ញាទៅម្នាក់ឯងទៅសុំគេនៅសន្តាគារធានហាវយកព្រមរៀបការចូលត្រកូលចៅហើយប្រគល់ក្រុមហ៊ុនគូសិទ្ធិគ្រប់គ្រង 51% ផ្ទេរជាថ្លៃទឹកដោះឲ្យគេបើមិនដូច្នេះទេក្រោយថ្ងៃស្អែកខេត្តជាងណាននឹងគ្មានក្រុមហ៊ុនគូទៀតឡើយ គ្មានអ្វីទេទៅផ្ទាល់ដៃសិនលីនក្តីស្រមៃរបស់ខ្ញុំគួរតែបញ្ចប់ត្រឹមនេះមួយសប្តាហ៍កន្លងមកនេះគឺជាពេលវេលាដែលខ្ញុំសប្បាយចិត្តបំផុតនិងស្រួលចិត្តបំផុតក្នុងជីវិតរបស់ខ្ញុំអរគុណអ្នកហើយក៏អរគុណដល់ដានីវដែរចៅធានស៊ីងមកដើម្បីរកខ្ញុំក្រុមហ៊ុនគូវាគឺជាអស់មួយជីវិតរបស់ប៉ាខ្ញុំមិនអាចឈប់មើលបានទេឲ្យវាត្រូវបំផ្លាញនៅក្នុងដៃរបស់ខ្ញុំទោះបីជាត្រូវទៅនរកក៏ដោយក៏ខ្ញុំត្រូវតែត្រឡប់ទៅវិញដែរតិចចេញទៅសិនលីនកុំជាមួយខ្ញុំអី ខ្ញុំមិនឲ្យកញ្ញាទៅម្នាក់ឯងឡើយ អ្នកគ្រាន់តែជាមនុស្សធម្មតាម្នាក់ប៉ុណ្ណោះ ខ្ញុំដឹងថាវាគ្រោះថ្នាក់ប៉ុន្តែការផ្ដាច់មុខផ្នែកពាណិជ្ជកម្មនិងការឡោមព័ទ្ធដោយក្រុមមូលធនមិនមែនដោះស្រាយបានដោយប្រើកម្លាំងបាយនោះទេមិនអីទេគ្រាន់តែខ្វះវត្ថុធាតុដើមមែនទេកញ្ញាកុំយំអីខ្ញុំនឹងបើកត្រាក់តរនាំកញ្ញាទៅដោះស្រាយបញ្ហានេះអាមួយនេះវាជានរណាបើកត្រាក់តរចាស់មួយគ្រឿងក៏ហ៊ានមកទីនេះដែរហីបឹងស៊ីហូបប្រញាប់ថយក្រោយទៅកន្លែងបែបនេះក៏ឯងអាចមកបានដែរឬប្រាប់ឲ្យចឹងឆឹងហៃក្នុងរយៈពេល10នាទីត្រៀមរថយន្តធុនធ្ងន់និងស្តុកទំនិញទាំងអស់ដែលមានក្នុងខេត្តបញ្ជូនទាំងអស់មកភូមិលងឆ្វៀនឲ្យខ្ញុំអាឆ្កែអញហ៊ានហៅឈ្មោះលោកប្រធានចឹងរបស់ពួកយើងបែបនេះហ่ะឯងជានរណាលោកម្ចាស់ខ្ញុំពិតជាមានទោសដល់ស្លាប់ហើយខ្ញុំពិតជាមានភ្នែកតែមើលមិនឃើញមែនលោកប្រធានចឹងបានស្វែងរកលោកអស់រយៈពេល3ឆ្នាំពេញហើយបញ្ជាកងកម្លាំងសុនតុងចូលក្នុងស្ថានភាពត្រៀមប្រយុទ្ធកម្រិតខ្ពស់បំផុតតាក់ទងទៅលោកស្រីគូជាបន្តរថយន្តដឹកទំនិញធំៗទាំងអស់នៅក្នុងទំនិញទាំងអស់តាមបញ្ជារបស់ខ្ញុំទំនិញទាំងអស់ដែលគ្រប់គ្រងបានក្នុងខេត្តទាំង13និងស្តុកទំនិញកម្រិតខ្ពស់បញ្ជូនទាំងអស់មកលងឆ្វៀនឲ្យអស់ថយទៅបើពួកឯងយឺតមួយវិនាទីកុំបន្ទោសអញកញ្ញាខ្ញុំធ្លាប់និយាយហើយឲ្យតែអ្នកចូលចិត្តបើត្រាក់តរក៏អាចនាំអ្នកទៅគ្រប់ទីកន្លែងដែរទៅត្រឡប់ទៅទទួលទំនិញវិញនេះជារឿងមិនអាចទៅរួចក្រុមហ៊ុនដឹកជញ្ជូនសុនតុងចឹងឆឹងហៃនាំយកមហាសេដ្ឋីវត្ថុធាតុដើមទាំង13ខេត្តរបស់ចិនសូមគោរពលោកម្ចាស់សិនស្តុកក្រណាត់ទាំងអស់នៅទូទាំងប្រទេសចិនត្រូវបានរៀបចំរួចរាល់ហើយរថយន្តធុនធ្ងន់1800គ្រឿងបានបិទផ្លូវនៅទូទាំងខេត្តជាងណានរួចរាល់សូមលោកម្ចាស់សិនបញ្ជាចុះកំទេចត្រកូលចៅលោកចៅចឹងឆឹងហៃបានយកសម្ភារៈទាំងអស់ផ្ទេរទៅឲ្យក្រុមហ៊ុនគូជាបន្ទាន់នៅតាមមូលដ្ឋានស្នូលទាំង28នៃខេត្តទាំងមូលមុនម៉ោង9ព្រឹកស្អែកខ្ញុំចង់ឃើញក្រុមហ៊ុនគូខ្សែសង្វាក់ផលិតកម្មទាំងអស់ដែលបានដំណើរការឡើងវិញពេញសមត្ថភាពទាំងអស់បាទលោកម្ចាស់សូមកុំបារម្ភខ្ញុំនឹងទៅត្រួតពិនិត្យដោយផ្ទាល់បើអ្នកណាក្លាហានមកបិទផ្លូវខ្ញុំនឹងបើករថយន្តកុងតឺន័រទៅកំទេចវាចោលនៅឈរស្ងៀមធ្វើអីទៀតចេញបញ្ជាប្រមូលកម្លាំងកម្រិតខ្ពស់បំផុតរបស់ខ្ញុំជញ្ជូនសុនតុងបុគ្គលិកទាំងអស់ត្រៀមខ្លួនសម្រាប់សឹកផ្លូវ highway ទាំងអស់ក្នុងខេត្តជាងណានស្នើសុំការអនុញ្ញាតចរាចរណ៍ពិសេសត្រូវតែបើកផ្លូវឆ្លងកាត់ទាំងយប់ធ្វើការភ្លាមទៅនាយចៅលើកនេះការបិទសាច់ប្រាក់របស់លោកតើត្រូវដោះស្រាយវត្ថុធាតុដើមយ៉ាងដូចនេះជាមេរៀនសង្គ្រាមចំនួនពិតប្រាកដមែនហើយនាងកញ្ញាម្នាក់នោះស្មានថាខ្លួនឯងមានសមត្ថភាពខ្លាំងណាស់បន្ទាប់ពីទៅរៀនក្រៅប្រទេសចង់ចាំជាមួយនាយចៅគឺមិនអាចទាំងបានធ្វើរឿងខ្លះទៀតបានស្មានថាពេលនេះកញ្ញាគូស៊ីវស៊ីប្រហែលជាកំពុងលួចយំនៅកន្លែងណាហើយនាយចៅមិនស្រួលទេមានបញ្ហាធំ